5. បញ្ហាទឹកជំនន់ដោយដែលយើងបានលើកយកមកសិក្សាត្រង់ចំណុចរងទី 3 ខ្លះៗរួចមកហើយថាទឹកជំនន់ជាបញ្ហាចម្បងមួយនៅកម្ពុជានៅតាមមជ្ឈដ្ឋានក្រុងទឹកជំនន់បណ្ដាលមកពីទឹកស្ទឹងទន្លេនិងទឹកភ្លៀងដោយសារមានទំនប់ធំៗជាខ្សែក្រវ៉ាត់ការពារច្រើនសង្កាត់ច្រើនជាន់ទីក្រុងភ្នំពេញអាចជៀសផុតពីការគំរាមកំហែងពីទឹកទន្លេមេគង្គប៉ុន្តែមានម្ដងម្កាលដែរដែលទឹកទន្លេត្រង់ចាក់ទៅមុខឡើងដល់កម្រិតប្រកាសអាសន្នហើយការលើកទំនប់បន្ថែមតាមមាត់ទន្លេជួបឧបសគ្គនិងសំណង់ថ្មីៗពិសេសសំណង់អនាធិបតេយ្យដែលបច្ចុប្បន្នបានរំដោះចេញពីទីតាំងនោះបានមួយចំនួនធំហើយពេលខ្លះទឹកភ្លៀងដែលធ្លាក់នៅតំបន់ជួរភ្នំក្រវាញខាងកើតបានហូរសម្រុកមកកាន់ទីទំនាបបន្ថែមពីលើទឹកទន្លេបង្កឲ្យមានគ្រោះភ័យគំរាមកំហែងខ្លាំងដល់ខេត្តកំពង់ស្ពឺនិងខេត្តកណ្ដាលចំណែកភាគខាងលិចទីក្រុងភ្នំពេញក៏ប៉ះពាល់តិចតួចដែរមកទល់បច្ចុប្បន្នរាល់ពេលមានភ្លៀងធ្លាក់ខ្លាំងចំណុចខ្លះនៃទីក្រុងភ្នំពេញនៅតែទទួលរងទឹកជំនន់ខ្លះក្នុងរយៈពេលយូរខ្លះក្នុងរយៈពេលខ្លីបង្កការលំបាកដល់ការរស់នៅនិងការធ្វើចរាចរណ៍របស់ប្រជាជនរីឯក្រុងខេត្តនៃមួយចំនួនទៀតក៏មានបញ្ហាទឹកជំនន់នេះដែរ